Tuesday អ្នកទាំងអស់គ្នា laptop ដែលខ្ញុំកំពុងតែលេង game នេះដែរគឺ ROG Strix G614JU ជាលេខកូដថ្មីហើយតម្លៃពិសេសជាងមុនដែលវាស័ក្តិសមសម្រាប់ឲ្យអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់ការងារធំៗបានការងារ graphic design កាត់តវីដេអូ edit រូបនិងយកទៅលេង game ផ្សេងៗជាច្រើនទៀតដែលវាមកជាមួយនឹង spec RTX 4056G RAM 16G storage 512G ចំណុចដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺ CPU របស់វាជា CPU Core i5 ជំនាន់ទី13450HX ជា CPU Core i5 ក៏ពិតមែនប៉ុន្តែ Core i5 លេខកូដនេះគឺវាមានកម្លាំង performance ខ្លាំងជាប្រភេទ CPU High Performance Extreme ដែលកម្លាំងរបស់វាខ្លាំងជាង Core i7 ជំនាន់ទី13បើយើង compare វាជាមួយនឹង CPU Core i7 ជំនាន់ទី13យើងឃើញថា CPU Core i5 មួយនេះគឺវាមានកម្លាំងខ្លាំងជាងដោយកម្លាំង base power របស់វាមានរហូតដល់ 55W ចំណែកឯ Core i7 មានត្រឹមតែ 45W តែប៉ុណ្ណោះសម្រាប់ចំនួន core ចំនួន thread និងល្បឿន base speed របស់វាវិញមាន10 core 16 thread និង base speed 2.4 GHz ដូចគ្នាលើសពីនេះទៅទៀត Core i5 ជំនាន់ទី13450HX HX តំណាងឲ្យ High Performance Extreme ដែលវាល្អខ្លាំងសម្រាប់អ្នកដែលចូលចិត្តលេង game render វីដេអូនិងយកទៅប្រើប្រាស់កម្មវិធីផ្សេងៗដែលមានរយៈពេលយូរបើតម្លៃវាវិញមានតម្លៃពិសេសជាង Core i7 ជំនាន់ទី13តែវាដំណើរការបានល្អជាងមានកម្លាំងខ្លាំងជាងទៅលើការលេង game ការប្រើប្រាស់ការងារ design កាត់តវីដេអូនិងប្រើប្រាស់ការងារប្រចាំថ្ងៃសម្រាប់ laptop ROG G614JU មួយនេះអេក្រង់របស់វាគឺមានទំហំ 16 inch resolution Full HD+ ដែលវាមាន refresh rate 165Hz ជាប្រភេទ IPS panel ដែលបង្ហាញរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកមែនទែន laptop មួយនេះដែរគឺវាមានទំហំតូចល្មមដែលងាយស្រួលឲ្យយើងយកតាមខ្លួនហើយសម្រាប់ keyboard របស់វាវិញគឺវាមកជាមួយនឹងភ្លើង RGB យ៉ាងស្រស់ស្អាតសម្រាប់ laptop មួយនេះគឺមានការធានាជូនត្រឹមត្រូវរយៈពេល 2 ឆ្នាំពីក្រុមហ៊ុនហើយអ្វីដែលកាន់តែពិសេសនៅក្នុងខែនេះគឺមានការប្រម៉ូសិនបញ្ចុះតម្លៃពិសេសរហូតដល់$30ភ្លាមៗតែម្ដងប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍កុំភ្លេចជាមួយនឹង Top Tech កុំព្យូទ័រជាងខ្ញុំអ្នកទាំងអស់គ្នាអាចធ្វើការស្វែងរកកុំព្យូទ័រគ្រប់ប្រភេទដែលមានតម្លៃពិសេសនៅលើ website toptechkh.com បានបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង model មួយណាអ្នកទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ Facebook Page Telegram ដែលមាននៅលើ description នឹងបានសូមអរគុណនិងសូមជម្រាបលា